បុគ្គលិកស៊ីម៉ាក់កំពុងហ្វឹកហ្វឺនកម្មវិធីថ្មីដែលនឹងចាប់ផ្ដើមបង្កើតអង្គភាពមុជទឹកប្រមូលយុទ្ធភ័ណ្ឌបន្តផ្ទុះនៅក្នុងប្រទេសកម្ពុជាដំបូងគេបេសកកម្មរបស់ពួកគេត្រូវប្រមូលយុទ្ធភ័ណ្ឌបន្តផ្ទុះច្រើនពាន់តោននៅក្នុងបាតទន្លេដែលភាគច្រើនលិចជាមួយកប៉ាល់ដឹកជញ្ជូនអំឡុងពេលសង្គ្រាមឥឡូវក្រុមពិសេសនេះកំពុងចាប់ផ្ដើមរៀនមុជទឹកនិងហែលទឹកគំនិតផ្ដួចផ្ដើមកម្មវិធីនេះបានកើតមានឡើងព្រោះថាមានប្រជាពលរដ្ឋច្រើនឡើងបានចាប់ផ្ដើមស្ដារទុកនឹងកប៉ាល់ដែលលិចនៅបាតទន្លេដើម្បីប្រមូលដែកអេតចាយយុទ្ធភ័ណ្ឌបន្តផ្ទុះនិងរបស់របរផ្សេងទៀតនៅក្នុងកប៉ាល់លិចពលរដ្ឋទាំងនេះត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ដោយសារអាវុធជាតិផ្ទុះលោក Alan Tan ជានាយកគ្រប់គ្រងទូតនៃអង្គការ Golden West Asia អាគ្នេយ៍ក្នុងឆ្នាំ2007យើងជួបបញ្ហាពេលក្រុមស៊ីម៉ាក់ជួយអាជ្ញាធរមូលដ្ឋានក្នុងខេត្តកណ្ដាលទប់ស្កាត់អ្នករកស៊ីប្រមូលអេតចាយខុសច្បាប់គេបានចាប់ផ្ដើមប្រមូលយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីនាវាលិចក្នុងបាតទន្លេមេគង្គក្នុងទសវត្សរ៍ឆ្នាំ1970គេកាត់គ្រាប់យករំសេវចេញហើយលក់សម្បកគ្រាប់និងជាតិផ្ទុះលោកបន្តថាគេត្រូវសិក្សាទីតាំងកប៉ាល់និងទូកលិចដើម្បីឲ្យប្រតិបត្តិការនេះមានប្រសិទ្ធភាពជំហានទី1គឺរកកន្លែងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនេះបន្ទាប់មកគឺរកវិធីយកជាតិផ្ទុះទាំងនេះមកលើគោកនេះជាកម្មវិធីថ្មីនៃគម្រោងនេះ They could range anywhere from a ton or a little bit វត្ថុទាំងនេះអាចមានទម្ងន់ពីជិត1តោនដល់1000តោនដឹកតាមកប៉ាល់ខ្មោចកប៉ាល់តែមួយមានទម្ងន់1000តោនហើយវាជាប់ខ្សាច់ថ្មឬគ្រួសឬមានផ្ទុករបស់គឺធ្ងន់ណាស់It's that size. It's just massive. លោកហៀងសម្បូរបានលើកពីការលំបាកមួយទៀតគឺបញ្ហាបណ្ដាលមកពីទឹកល្អក់មើលមិនឃើញ On the ground they can see really clear especially in the Tonle Sap River នៅលើដីយើងមើលឃើញច្បាស់ជាពិសេសទឹកទន្លេសាបល្អក់មើលមិនឃើញទេដូច្នេះគេត្រូវរៀនស្ទាបសម្គាល់របស់ how to feel how to identify that ត្រង់មកត្រង់សិក្ខាកាមនិយាយថាវិធីមុជទឹកយកយុទ្ធភ័ណ្ឌបន្តផ្ទុះមានការលំបាកហើយទាមទារសម្ភារៈនិងបច្ចេកទេសខ្ពស់ស្នាមមួយទៀតបានត្រង់លោកខុនត្រីនិយាយថារឿងហៅទឹកនេះវាចេះវាមិនមែនកើតមកចេះទេគឺយើងហាត់រៀនដល់ខ្លួនឯងអញ្ចឹងណាហ្នឹងហាត់រៀនដល់ខ្លួនឯងមើលគេខ្លះអញ្ចឹងទៅនឹងយើងអាចចេះទីបន្ទួចតែមិនមែនតាមមេរៀនរបស់គ្រូរៀនសប្តាហ៍នេះទេមកកាន់នេះក្រោយពីការហ្វឹកហ្វឺនរយៈពេល2សប្តាហ៍នៅភ្នំពេញសិក្ខាកាមចំនួន20នាក់នឹងត្រូវទៅទីក្រុងព្រះសីហនុដើម្បីហាត់មុជទឹកសមុទ្រជ្រៅៗនៅឈូងសមុទ្រសៀមសិក្ខាកាម10នាក់នឹងត្រូវបង្កើតជាអង្គភាពដំបូងគេដើម្បីមុជទឹកស្រង់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីក្នុងបាតទន្លេនិងបាតសមុទ្រអង្គភាពរបស់អាមេរិកគឺ US Army Mobile Diving Service Unit នឹងបណ្ដុះបណ្ដាលក្រុមនេះអំពីបច្ចេកទេសជឿនលឿនក្នុងការដោះមីនក្នុងទឹកពីរដ្ឋធានី Washington ខ្ញុំប៊ិនស៊ីសវណ្ណ VOA